សួស្តីអ្នកទាំងអស់គ្នាជូនពរចូលឆ្នាំថ្មីសុខសប្បាយទាំងអស់គ្នាណាវីដេអូនេះតាំងពីឆ្នាំតំបាញ់ហើយប៉ុន្តែរវល់ពេកទៅអត់បានកាត់តសូមបញ្យល់អត្ថន័យកន្លែងនេះបន្តិចសិនគេជ្រោយវាឡើងលើហ្នឹងមានន័យថាឲ្យស្អីហ្នឹងឡើងទាំងអស់រស់ស៊ីមានបានឡើងមួយឆ្នាំទៅមួយឆ្នាំនៅក្នុងក្រុមគ្រួសារខ្ញុំអត់ដែលជុំគ្នានៅក្នុងថ្ងៃចូលឆ្នាំតែបដ ாய் ទេធម្មតាតើតែចូលឆ្នាំហើយមួយអាទិត្យឬក៏មួយអាទិត្យកន្លះអីបានរៀបចំពិធីចូលឆ្នាំនៅផ្ទះហើយម្ហូបអាហារចូលឆ្នាំគឺម៉ាក់នឹងឯងជាអ្នករៀបចំទាំងអស់ឲ្យពួកយើងញ៉ាំហើយកម្មវិធីចូលឆ្នាំនៅផ្ទះម៉ាក់មួយថ្ងៃហ្នឹងគឺសប្បាយរហូតកុំភ្លេចមើលដល់ចុងចប់ណានឹងមានអ្វីសប្បាយគួរឲ្យអស់សំណើចច្រើនថែមទៀតឲ្យតែពេលចូលឆ្នាំអូនស្រីពៅហ្នឹងជាអ្នកចេញមុខយកស្រាមកហើយស្រាម៉ាអីឆ្ងាញ់គឺគាត់ដឹងទាំងអស់ហើយគាត់មិនមែនជាអ្នកផឹកប៉ុន្មានទេប៉ុន្តែខ្ញុំផឹកមួយកែវគឺគាត់ផឹកពីរកែវមុនដំបូងគេពួកយើងត្រូវផឹកស្រាមុនគេព្រោះអីពេលផឹកស្រាទៅម្ហូបអីក៏ឆ្ងាញ់ដែរនិយាយលេងទេម្ហូបម៉ាក់ខ្ញុំអ្វីក៏ពិសេសទាំងអស់ជាពិសេសទាទឹមនេះគាត់ខំកំងមកឲ្យកូនចៅសាព្រោះអីគាត់ធ្លាប់ទៅញ៉ាំនៅក្នុងក្រុមគាត់នឹងច្រើនដងហើយប៉ុន្តែគាត់គិតថាកូនចៅអត់ដែលបានសាកសោះហើយដូចជា lobster នេះក៏ដោយអូមួយម៉ាត់សាច់ពេញមាត់ហ្មងមើលឃើញហើយឃ្លានម្ដងទៀតហើយចង់ញ៉ាំទៀតនៅពេលដែលញ៉ាំបាយរួចហើយចូលបង្អែមម្ដងបង្អែមគឺមានរបស់ចូលឆ្នាំនឹងឯងដូចជាស្ករគ្រាប់នំដូងឬមួយក៏សណ្តែកដីគ្រាប់អាឡឹកពេលហ្នឹងអត់ខ្វាត់ទេញ៉ាំផ្អែមក៏ញ៉ាំទៅក្មេងៗញ៉ាំមកស្រឡាញ់ពួកយើងញ៉ាំបង្អែមបដាចែកបាំងប៉ាវបដានៅក្នុងក្រុមគ្រួសាររបស់ពួកយើងមានវិន័យមួយឲ្យតាចាស់ឲ្យអាំងប៉ាវក្មេងៗត្រូវតែជូនពរហើយក្មេងៗកើតស្រុកនេះនិយាយចិនលយណាជួនកាលនិយាយចិនចេញតង់អង់គ្លេសពួកយើងក៏នាំគ្នាហូរសើចទៅតែសើចបណ្ដាបង្គាប់បណ្ដានេះហើយដែលបង្កើតបរិយាកាសដ៏រីករាយនៅក្នុងក្រុមគ្រួសារពួកខ្ញុំឲ្យតែជួបជុំគ្នាមិនដែលអត់អីសើចទេជួនកាលគ្រាន់តែចំអន់គ្នាទៅវិញទៅមកហ្នឹងក៏មានរឿងសើចក្រិលដែរមិនថាក្មេងឬចាស់ទេសំបីតម៉ាក់ក៏ដោយជួនកាលក៏ចំអន់ម៉ាក់លេងដែរចេញមកណាគេដែលចូលចិត្តចំអន់ម៉ាក់ដូចពួកខ្ញុំដែរពួកយើងមានសំណាងមែនទែនដែលមានម៉ាក់ខំតស៊ូពុះពៀបានមកដល់ចំណុចនេះឥឡូវនេះសូមបង្វែរអារម្មណ៍ទៅមុខវីដេអូបន្តិចដែលខ្ញុំថារាល់ឆ្នាំពួកយើងអត់ដែលរៀបចំពិធីចូលឆ្នាំនៅផ្ទះហ្នឹងក្នុងថ្ងៃចូលឆ្នាំទេតែងតែក្រោយមួយអាទិត្យឬពីរអាទិត្យព្រោះអីនៅហាងពួកយើងរៀបចំលោតម៉ុងសាយជូនភ្ញៀវអីរាល់លើកគឺលោតម៉ុងសាយពី4ទៅ5ថ្ងៃហើយភ្ញៀវគឺពេញហាងតែម្ដងមិនតែប៉ុណ្ណោះមុនពេលបុណ្យចូលឆ្នាំចិនហ្នឹងក៏មានបុណ្យសង្សារបុណ្យនៃក្តីស្រឡាញ់ពេលហ្នឹងយើងរវល់ណាស់នៅហាងហើយបើពេលរវល់ហើយបើយើងអត់បើកហាងគឺមិនបានទេឲ្យតែពេលរវល់គឺយើងត្រូវតែខំធ្វើការសិនហើយរឿងអ្វីផ្សេងត្រូវដាក់មួយកន្លែងសិនប៉ុន្តែក៏មិនបំភ្លេចក្រុមគ្រួសារឬក្មេងៗដែរនៅមានឆ្លៀតឱកាសពេលអស់រវល់ហើយយើងនាំគ្នាជួបជុំគ្នាសប្បាយក្រិលទៅដល់វេនកូនស្រីបារាំងនេះគាត់អត់ចេះនិយាយចិនហើយចឹងទៅគាត់អត់ព្រមយកអាំងប៉ាវទេហើយម៉ាក់គាត់មកជំនួសវិញឥឡូវនេះនិយាយពីប្អូនស្រីពៅម្ដងប្អូនស្រីពៅខ្ញុំឲ្យតើមានគាត់មកកន្លែងណាគឺមិនដែលស្ងាត់ទេមានរឿងសើចរហូតនេះអស់ពីយាយឲ្យអាំងប៉ាវចៅហើយដល់ពេលពួកយើងឲ្យអាំងប៉ាវម៉ាក់ម្ដងពេលឲ្យអាំងប៉ាវម៉ាក់ក៏ពួកយើងជូនពរម៉ាក់ឲ្យមានអាយុវែងយឺនសុខសប្បាយសុខភាពល្អហើយម៉ាក់ក៏ជូនពរពួកយើងវិញឲ្យពួកយើងរស់ស៊ីមានបានសុខភាពល្អសប្បាយនៅក្នុងក្រុមគ្រួសារហើយពួកយើងក៏អរគុណគាត់សូមទទួលការជូនពររបស់គាត់ដោយរីករាយចឹងទៅចឹងអ្នកទាំងអស់គ្នាវិញ
តារៀបចំពិធីចូលឆ្នាំចិនរបៀបណាដែរជួយប្រាប់ម្នាក់មួយផងណាចុងក្រោយនេះសូមជូនពរឲ្យអ្នកទាំងអស់គ្នានៅក្នុងឱកាសចូលឆ្នាំចិនមានសុខភាពល្អអាយុយឺនយូររស់ស៊ីមានបាននិងមានសុភមង្គលក្នុងក្រុមគ្រួសារជារៀងរហូតហើយវីដេអូខ្ញុំក៏សូមបញ្ចប់ត្រឹមនេះដែរចាំជួបគ្នាវីដេអូក្រោយៗទៀតហើយកុំភ្លេចចាំមើលតើឆ្នាំនេះពួកយើងរៀបចំចូលឆ្នាំចិនយ៉ាងណា